ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រពាក់សុំអន្តរាគមយើងខ្ញុំជាប្រជាពលរដ្ឋពីខេត្តស្ទឹងត្រែងមួយឈ្មោះខ្លាំងតៅភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិសំអាងឃុំសំអាងស្រុកថាឡាបរបាត់ខេត្តស្ទឹងត្រែង2ឈ្មោះកែសំណាងភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រៃលឹកឃុំចំការលើស្រុកថាឡាបរបាត់ខេត្តស្ទឹងត្រែង3ឈ្មោះសៃតែងភេទប្រុសអាយុ45ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិសំអាងឃុំសំអាងស្រុកថាឡាបរបាត់ខេត្តស្ទឹងត្រែងសូមគោរពចូលមកឯកឧត្តមប្រធានសាលាឧត្តរត្បូងឃ្មុំកម្មវត្ថុស្នើសុំសាលាឧត្តរត្បូងឃ្មុំត្រួតពិនិត្យលើលោកហៀងតារាវុធនគរបាលចោចិញ្ចូលសាលាឧត្តរត្បូងឃ្មុំករណីហាមឃាត់ប្រជាពលរដ្ឋចូលស្ដាប់សវនាការសាធារណៈយោងសំណុំរឿងព្រំប្រទានលេខ226ចុះថ្ងៃទី30ខែមិនិនាឆ្នាំ2026របស់សាលាឧត្តរត្បូងឃ្មុំតបតាមកម្មវត្ថុនិងយោងខាងលើយើងខ្ញុំសូមជម្រាបជូនឯកឧត្តមប្រធានមេត្តាជ្រាបថាកាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2026សាលាឧត្តរត្បូងឃ្មុំបានបើកសវនាការលើសំណុំរឿងព្រំប្រទានលេខ226ចុះថ្ងៃទី30ខែមិនិនាឆ្នាំ2026ដែលមានឈ្មោះសូសផលអាយុ47ឆ្នាំមានទីលំនៅភូមិកេះគុំកាំងចាមស្រុកថាឡាបរិវត្តខេត្តស្ទឹងត្រែងប្រព្រឹត្តនាថ្ងៃទី21ខែកក្កដាឆ្នាំ2026វេលាម៉ោង 14:00 នាទីរសៀលនៅសវនាការទី3នៃសាលាឧត្តរត្បូងឃ្មុំដែលមានសមាជិកក្រុមប្រឹក្សាជំនុំជម្រះដោយខាងក្រោម1លោកជៀនស្រស់ប្រធានក្រុមប្រឹក្សា2ឯកឧត្តមប៉ាច័ន្ទសម្បូរចៅក្រុមប្រឹក្សា3លោកឯកប៉ូលីហ្វីលចៅក្រុមប្រឹក្សា4ឯកឧត្តមហៀងសុភ័ក្រតំណាងមហាឯកការ5លោកស្រីជូច័ន្ទកណ្ឌិតាក្រឡាបញ្ជីសវនាការដល់ថ្ងៃកំណត់សវនាការយើងខ្ញុំបានឡើងពីខេត្តស្ទឹងត្រែងដើម្បីទៅចូលរួមនីតិវិធីខាងលើតាមកាលកំណត់ខាងលើដែលមានគ្នាចំនួន6នាក់1លោកអុកម៉ៅ2លោកសុងដេន3លោកឈុនសុធា4លោកខ្លាំងតៅ5លោកសៃតែងនិង6លោកកែសំណាងក្រោយមកយើងខ្ញុំដល់ចូលសាលាឧត្តរត្បូងឃ្មុំដើម្បីស្ដាប់សវនាការប៉ុន្តែស្រាប់តែលោកហៀងតារាវុធនគរបាលចោចិញ្ចូលសាលាឧត្តរត្បូងឃ្មុំបានសួរនាំយើងខ្ញុំដោយខ្លួនអះអាងថាទាល់តែមានដីកាទើបខ្លួនឲ្យចូលនេះជាបញ្ជាមេរបស់ខ្លួនខណៈពួកយើងខ្ញុំបានប្រាប់ថាពួកខ្ញុំគឺជាប្រជាពលរដ្ឋជាអ្នករាប់អានស្គាល់គ្នាជាមួយលោកសូសុផលចឹងឮថាគាត់មានរឿងគេប្តឹងចោទប្រកាន់មកដល់សាលាឧត្តរត្បូងឃ្មុំចឹងក៏មកចូលរួមស្ដាប់សវនាការចង់ដឹងថាតើរឿងនេះគេចោទប្រកាន់និងកាត់ទោសលោកសូសុផលយ៉ាងដូចដូច្នេះខ្ញុំមិនមានដីកាកោះហៅទេព្រោះយើងខ្ញុំជាប្រជាពលរដ្ឋដែលមិនមានការពាក់ព័ន្ធនឹងរឿងក្តីទេអ្វីដែលជាការឆ្លើយតបពីខាងលោកហៀងតារាវុធនគរបាលចោចិញ្ចូលសាលាឧត្តរត្បូងឃ្មុំប្រាប់វិញថាចឹងមិនបាច់ចូលទេគ្មានដីកាចឹងពេលគេកាត់ក្តីចប់ចាំស៊ូសាមីខ្លួនឬមេធាវីរបស់ជនជាប់ចោទទៅគង់តែដឹងដូចគ្នាទេត្បិតនៅពេលនោះពួកខ្ញុំមិនបានចូលស្ដាប់សវនាការនាថ្ងៃនោះឡើយឯកឧត្តមប្រធានជាទីគោរពយើងខ្ញុំចាត់ទុកថាសកម្មភាពនៃការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលស្ដាប់សវនាការយ៉ាងដូចនេះជាការខុសច្បាប់យ៉ាងធ្ងន់ធ្ងរពីព្រោះតាមរដ្ឋធម្មនុញ្ញនិងច្បាប់តុលាការជាស្ថាប័នដែលមានតួនាទីកាត់ក្តីរកយុត្តិធម៌រកការពិតក្បត់ការកាត់ក្តីត្រូវធ្វើឡើងជាសាធារណៈលើកលែងតែរឿងក្តីដែលច្បាប់ហាមឃាត់មានន័យថាប្រជាពលរដ្ឋអាចចូលរួមស្ដាប់សវនាការបានដោយសេរីលើកលែងតែខុសនឹងបទបញ្ជាផ្ទៃក្នុងសវនាការទេដែលប្រឈមនឹងការដេញចេញពីសវនាការឬហាមឃាត់មិនឲ្យចូលជាក់ស្ដែងក្នុងរឿងក្តីលោកសូសុផលវិញតុលាការមិនបានប្រកាសថារឿងនេះកាត់ក្តីជាអសាធារណៈទេឬក៏ហាមឃាត់មិនឲ្យសាធារណជនចូលដែរតើច្បាប់មួយណាដែលចែងថាសាធារណជនចង់ចូលរួមស្ដាប់សវនាការត្រូវតែមានដីកាទើបអនុញ្ញាតឲ្យតែយ៉ាងដូចនេះបើមន្ត្រីនគរបាលគ្រប់គ្រងចោទចិញ្ចូលបើប្រាស់ចាក់អំណាចហាមឃាត់ខុសច្បាប់របៀបនេះជាសកម្មភាពដែលប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋនិងរំលោភលើច្បាប់ដែលបើកសិទ្ធិឲ្យពលរដ្ឋឬសាធារណជនចូលស្ដាប់ការកាត់ក្តីលើសំណុំរឿងចោទការដោយតុលាការសកម្មភាពរបស់លោកហៀងតារាវុធបានធ្វើឲ្យយើងខ្ញុំខាតបង់ពេលវេលានិងថ្លៃសារហុយធ្វើដំណើរជាច្រើនដោយសារការអនុវត្តអំណាចហាមឃាត់ដោយបំពានច្បាប់ដោយរៀបរាប់ខាងលើសំណុំពរ1ស្នើសុំឯកឧត្តមប្រធានសាលាឧត្តរពិនិត្យនិងធ្វើការអធិការកិច្ចលើសកម្មភាពរបស់លោកហៀងតារាវុធតាមនីតិវិធីច្បាប់ជាធរមាន2លោក2អនុវត្តវិន័យចំពោះលោកហៀងតារាវុធដែលប្រព្រឹត្តខុសវិជ្ជាជីវៈដើម្បីលើកស្ទួយឧត្តមភាពវិជ្ជាជីវៈនគរបាលនិងសង្គ្រោះឲ្យតុលាការមានយុត្តិធម៌ឡើងវិញអាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តមប្រធានមេត្តាពិនិត្យនិងចាត់ការដោយក្តីអនុគ្រោះសូមឯកឧត្តមប្រធានទទួលនៅការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទថ្ងៃទី10ខែសីហាឆ្នាំ2026ស្នាមមេដៃស្ដាំខ្លាំងតៅតែសំណាងសៃតែង